ร้านเฟอร์ยันยาวเนี่ยสแกมเทียบไฮตุกตีปีชั่วทาสุวรรณกงเกียเมียนใจบารมีบารเก็บบ่ใจไปร้องนำไปเตรียมเตอจอกตักนำไปอมเนิดไงนี่เวลามองมวยส่วนในตีนกับดามการเป็นทีอมตุกนำไปอมอสตบนกันทันเตียนสามัคคีวัดโพเซียรามัคคีบ่ไอ้ในไทยในเมียนกรมเลชยำแต่ละแห่ทุกชั่วโมงสวรรค์กงเกจนไปร้องดำใบแต่จอกตักเนาไอ้คางไล่วอดดำใบเตรียมประกวดนำไงตรองไปเลียมองมุยการเทียบให้ทุกใจไปร้องดำใบจ่อเตากระป๋องตักดำใบเตรียมประกวดไปเลียไงตรองเลยตุกนี่ตุกได้เมียนชั่วโมงทาสุวรรณกงเกเมียนใจบารมีวัดอังเกียบบ่ออมดอยกรมเลงชยำตุกเมียนจำนวน20 ปีเนี่ย
ចុះកំពង់ទឹកបានលេងជាយ៉ាំហើយអងទៅពនាមសុវណ្ណកុងគេមានជ័យបារមីវត្តគេផងនេះកំពុងតែចុះទឹកដើម្បីត្រៀមប្រកួតក្នុងវេលាថ្ងៃនេះវេលាម៉ោង 1:00 នាទីនឹងចាប់ផ្ដើមប្រកួតពិធីអុំទូកដើម្បីអបអរបុណ្យកឋិនទានសាមគ្គីនៅក្នុងវត្តពោធិចារាមអង្គាបោះភូមិអង្គាបោះសង្កាត់កោះកងស័ក្តិក្រុងសរីសុផាន់ខេត្តបន្ទាយមានជ័យហើយក្នុងនោះមានទូកចំនួន16ទូកស្មើនឹង8គូទូកអុំខ្នាតអន្តរជាតិចំណុះ22នាក់មានរហូតដល់16ទូកហើយស្មើនឹង8គូដើម្បីត្រៀមដើម្បីប្រកួតនៅថ្ងៃនេះយ៉ាងញាតិញោមផ្លែកជ័យមកចូលរួមទស្សនាទាំងអស់គ្នាថ្ងៃនេះបាត់ញោមណាស់លេងវិជាការពីហើយញោមមកដល់កន្លែងទីលានប្រកួតហើយនេះមកដល់កន្លែងទីលានប្រកួតហើយកន្លែងប្រឡាយសុបនិមិត្តហើយឥឡូវនេះកំពុងតែទូក៏បានមកដល់កំពង់ទឹកដែរមកទីលានប្រកួតប្រឡាយសុបនិមិត្តនៅខាងលិចវត្តនេះបន្លាយសុបនិមិត្តដែលកន្លែងអុំទូកដែលជាកន្លែងពិធីអុំទូកសម្រាប់ពេលវេលាថ្ងៃត្រង់នេះវេលាម៉ោង 1នឹងចាប់ផ្ដើមកម្មវិធីប្រណាំងអានឹងផ្លាស់ប្ដូរទៅតាមកម្មវិធីអាចថា12ជាងអីចាប់ផ្ដើមកម្មវិធីឯងញាតិញោមទូកពនាមសុវណ្ណកុងគេមានជ័យបារមីវត្តអង្គាបោះមកនេះដើម្បីចុះប្រកួតនេះម្ចាស់ផ្ទះដែរហើយមួយទៀតក៏ម្ចាស់ផ្ទះដែរនៅខាងនោះបុត្រាសុវណ្ណមច្ឆាចឹងបងប្អូនភ្លោះថ្ងៃនេះចេញវាយហើយចេញវាយប្រកួតហើយ
ការប្រជុំបិណ្ឌត្រូវបានផ្អាកដោយសារប្រទេសជាតិរបស់យើងមានបញ្ហាដោយសារថៃឈ្លានពានឥឡូវនេះក៏រៀងធូរស្បើយតែមិនដឹងជាយ៉ាងណាហើយឥឡូវនេះយើងក៏បានប្រារព្ធកម្មវិធីដើម្បីអបអរសាទរបុណ្យកឋិនទានសាមគ្គីនេះទូកដែលធ្វើរួចមុនគេហើយបុត្រាសវណ្ណមច្ឆានោះទី2ទាំងបងប្អូនភ្លោះថ្ងៃនេះបានចេញប្រកួតដោយជោគជ័យប្រដល់យើងត្រូវផ្អាកដោយសារតែប្រទេសជាតិរបស់យើងវឹកវរហើយនេះបន្លាយដែលត្រូវអមបន្លាយសុបនិមិត្តដែលស្ថិតនៅទិសខាងលិចនៃវត្តពោធិចារាមអង្គារបោះភូមិអង្គារបោះសង្កាត់កោះពងស័តក្រុងសេរីសុផាន់ហើយវេលាម៉ោង1ឬអាចថា12ជាងហ្នឹងនឹងចាប់ផ្ដើមប្រពកម្មវិធីបណ្ដាំងទូកងខ្នាតអន្តរជាតិចំណុះ22នាក់ដែលមានរហូតដល់16ទូកស្មើនឹង8គូណាញាតិញោមមាន16ទូកស្មើនឹង8គូដែលត្រូវអុំនៅថ្ងៃនេះម៉ោង1អាចថា12ជាងអីគេប្រពកម្មវិធីព្រោះទូកយើងវាច្រើនដែរអញ្ចឹងខ្លាចពីអ្នកមើលទៅឃើញទូកមកមកណាទីយកពីគេមកឯងដឹកពីគេមកពីខាងស្រុកផងក្រុងសេរីសុផាន់ផងស្រុកមង្គលបារីផងហើយមកពីដូចជាស្រុកភ្នំស្រុកមួយដែរហើយយើងហើយថ្ងៃទី4ត្រូវទៅសងដៃគេវិញថ្ងៃទី4ខែវិច្ឆិកាឡើងថ្ងៃទី1វិច្ឆិកាអញ្ចឹង3ថ្ងៃទៀតត្រូវទៅសងដៃគេនៅភ្នំស្រុកទៀតអញ្ចឹងច្រើនពរញាតិញោមថ្ងៃនេះក៏ផ្លេចចេញចូលរួមទស្សនានៅប្រឡាយសុបនិមិត្តខាងលិចនៃវត្តអង្គារបោះហើយទីទៀតនេះគេហាត់សមហើយញាតិញោមហាត់សមហើយនេះបងប្អូនភ្លោះចុះទឹកដើម្បីប្រកួតហើយក៏ជាម្ចាស់ផ្ទះនេះឧបករណ៍សំឡេងដើម្បីរៀបចំដាក់ឧបករណ៍សំឡេងបាសយប់មិញក៏មានកន្ទ្រឹមស្គរដៃឥឡូវនេះឧបករណ៍សំឡេងដែលដាក់នៅវេទិកាដើម្បីសម្រាប់និយាយដាក់គោដែរចាក់គេអូទៅរកទៅចាំទៅខាងក្នុងចូលអរេគេទៅអូយទៅទៅទៅយកទៅជិះទៅត្បូងតិចគេទៅត្បូងចូលយកទៅគេទៅត្បូងទីទៅវាផុតអីមកនេះនេះក្រៅទៅកណ្ដោនោះយន្តការ៉ូអត់ទេការ៉ូនេះណាប៉ះនេះលោអាមកនេះនេះនេះនោះខាងមុខនោះទីកន្លែងឈ្នះចាញ់
នេះគ្រឿងបំពងសំឡេងហើយខាងមុខនោះគឺជាទីដែលយើងមើលគូណាឈ្នះគូណាចាញ់ខាងមុខព្រោះហើយនៅខាងនោះមិញវាពាក់កដាលនៃដើមទីអញ្ចឹងទីយើងរៀងឆ្ងាយដែរទីយើងប្រហែល100 ម៉ែត្រឡង600 ម៉ែត្រទីអាបានចូលរួចទេឲ្យឡាននោះគឺយន្តអញទៅមើលលឹង LD អញ្ចឹងរៀងឆ្ងាយដែរ600 ម៉ែត្រហើយថ្ងៃនេះលេងលក្ខណៈជាគូមិត្តភាពនេះហើយចុងទីឯងញាតិញោមចុងទីនៃការប្រកួតឈ្នះចាញ់ហើយនេះវេទិកាកន្លែងគណៈធិបតីវេទិកាគណៈធិបតីហើយនោះទីដែលយើងរកអ្នកឈ្នះអ្នកចាញ់ហើយថ្ងៃនេះយើងនឹងមានអ្នករំក្បាលទូកដែរមានអ្នករំក្បាលទូកក្នុងកម្មវិធីបើកពិធីអុំទូករបស់យើងនេះចុងទីហ្នឹងញញោមនេះចុងទីកន្លែងនេះកន្លែងចុងទីលើស្វាយទៅហើយគួរទីហើយកន្លែងនេះកន្លែងកាមេរ៉ាថតឲ្យយើងពិបាកចែកគ្នាថានរណាចាញ់ដើម្បីឲ្យស្មើភាពគ្នាគឺយើងមានកាមេរ៉ាដើម្បីថតផងដែរហើយចង់បញ្ជាក់ញាតិញោមតិចនៅវត្តម៉ោង10យើងនឹងចាប់ផ្ដើមហែអង្គកឋិនទានជុំវិញព្រះវិហារហើយម៉ោង10 កន្លះយើងនឹងវេចហាន់ប្រកេនប្រសង់ព្រមទាំងវេត្រៃផងដែរញាតិញោមហើយវេលាម៉ោង1ឬម៉ោង12 កន្លះយើងនឹងប្រពកម្មវិធីប្រណាំងទូកងខ្នាតអន្តរជាតិចំណុះ22 នាក់ដែលមាន16ទូកស្មើនឹង8គូញាតិញោមហើយរៀងច្រើនដែរចឹងយើងត្រូវតែរៀងធ្វើកម្មវិធីរៀងលឿនបន្តិចហើយអត់មានចំណុះ20នាក់អត់មានចំណុះ5នាក់ទេមានតែ22សត5នាក់យើងអត់មានទេមានតែ22បើយើងលេង5នាក់ខ្លាចវាហួសម៉ោងព្រោះទូកខ្នាតអន្តរជាតិរបស់យើងចំណុះ22នាក់នោះវា8គូដែរការប្រជុំបិណ្ឌវាមានរហូតដល់10គូដល់ពេលកឋិននេះមានតែត្រឹមតែ8គូទេអញ្ចឹងបាត់2គូហើយនេះចុងទីហើយច្រើនពរញាតិញោមកុំភ្លេចអញ្ជើញចូលរួមទស្សនាទាំងអស់គ្នានៃការប្រណាំងទូកងខ្នាតអន្តរជាតិចំណុះ22នាក់ដែលនឹងអុំនៅក្នុងប្រឡាយសុបនិមិត្តនៅខាងលិចនៃវត្តអង្គាបោះភូមិអង្គាបោះសង្កាត់កោះកងសัตว์ក្រុងសរីសុផុនខេត្តបន្ទាយមានជ័យយើងខ្លះហើយជាស្គាល់កន្លែងនេះព្រោះពីមុនអីយើងប្រពកម្មវិធីអុំទូកហ្នឹង
គឺដើម្បីអបអរសាទរពិធីភ្ជុំបិណ្ឌឥឡូវនេះការពីភ្ជុំបិណ្ឌយើងអត់បានអុំយើងមកសងនៅថ្ងៃបុណ្យកឋិនទានរោងការភ្ជុំបិណ្ឌយើងអត់បានអុំទេដល់ពេលអត់បានអុំយើងក៏មកអុំនៅថ្ងៃបុណ្យកឋិនទានសាមគ្គីនេះគឺសមមិញយើងចុះរោងក៏មានកន្ទ្រឹមយប់មិញហ្នឹងដាក់កន្ទ្រឹមដែលកន្ទ្រឹមមកពីខាងក្រឡាញ់របស់ញោមអត់ញោមវ៉ាន់បានទៅស្គាល់ឈ្មោះដែរគឺម្ចាស់បត់ការកវ៉ាន់យប់មិញដែលគាត់មកច្រៀងតលធ្លាប់តែឃើញគាត់តាមផេកហើយនឹងតាម YouTube ដល់ពេលយប់មិញក៏បានជួបគាត់តលដែរគាត់មកច្រៀងនៅអង្គាបោះយប់មិញរហូតដល់ម៉ោង 11 កន្លះបានគាត់បញ្ចប់ចឹងទៅសារទឹកចិត្តពួកគាត់ដែរគាត់ត្រឹមខ្លះតែម៉ោង 10 កន្លះហើយគេឈប់ហើយតែគាត់ដាក់រហូតដល់ម៉ោង 11 កន្លះម្ដងដឹងគាត់ធ្វើដំណើរមិនដឹងទៅដល់ផ្ទះវិញមិនដឹងដល់ស្មានណាចឹងស្មារភាពចរន្តពលាញាតិញោមប៉ុណ្ណេះសិនចាំថ្ងៃចាំជួបគ្នាបន្តទៀតសូមអរព្រះគុណនិងអរគុណសម្រាប់ការទស្សនាវិទ្យាការ live រហូតដល់ចប់